កម្ពស់ 1m65 ទម្ងន់ 60 គីឡូក្រាមគេមានស្រុកកំណើតនៅភូមិបឹងឈូកសង្កាត់គីឡូម៉ែត្រលេខ 6 ខណ្ឌឫស្សីកែវក្រុងភ្នំពេញគេធ្លាប់ធ្វើការប្រកួតបានចំនួន 65 ដងឈ្នះ 55 ដងចាញ់ 8 ដងមិនធ្លាប់ស្មើគឺវឹកហាត់នៅក្នុងក្លឹបតាព្រំមានជ័យគ្រូបង្វឹកគឺលោកមាសសុគ្រីសូមស្វាគមន៍អ្នកប្រដាល់ចិត្តសួងកណ្ដាប់ដៃគ្មានស្រមោលជើងផ្ដិចព្រលឹងង៉ែតរោថាគណៈនេះក៏សូមណែនាំឲ្យលោកលោកស្រីអ្នកកញ្ញាបានស្គាល់នៅសមាជិកកីឡាករបង្គោលខៀវកីឡាករនេះព្រះរាជាណាចក្រថៃគឺមានវ័យ32ឆ្នាំកម្ពស់ 1m67 ទម្ងន់ 60 គីឡូក្រាមដូចគ្នាគេធ្លាប់ធ្វើការប្រកួតបានចំនួន 81 ដងឈ្នះ 63 ដងចាញ់ 17 ដងស្មើ 1 ដងហើយធ្លាប់ផ្ដួលគូប្រកួតឲ្យសន្លប់បានចំនួន 16 ដងដឹកនាំដោយលោកថៃអូសូមស្វាគមន៍កីឡាករនៃព្រះរាជាណាចក្រថៃនោមសាទរបាទសូមប្រកួតទី2ជូនដល់គណៈកម្មការរៀបចំការប្រកួតសូមអរគុណបាទអរលោកលោកស្រីអ្នកនាងកញ្ញាទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីបាទនេះគឺជាការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិរវាងកីឡាករង៉ែតរដ្ឋានិងកីឡាករនំសទឹកក្នុងទម្ងន់ 60 គីឡូក្រាមដែលឧបត្ថម្ភដោយក្រុមហ៊ុន Cushman ដែលជាក្រុមហ៊ុនផលិតស៊ីម៉ង់លំដាប់ស្តង់ដារអន្តរជាតិ ISO រឹងមាំជាងគេបំផុតនៅកម្ពុជា Cushman រឹងមាំគង់វង្សយូរអង្វែងក៏សូមអរគុណដល់ Cushman ដែលជាក្រុមហ៊ុនបញ្ចាំដ៏ធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជានឹងមានអត្រាការប្រាក់ថាសមរម្យហើយក៏សូមជម្រាបជូនផងដែរមានកន្លែងដើម្បីរក្សានៅវត្ថុបញ្ចាំរបស់លោកអ្នកឲ្យសុវត្ថិភាព KSU Up ជួបមួយដងសម្រាប់បំណងប្រាថ្នាឥឡូវនេះបាទកីឡាករទាំងពីរកំពុងតែធ្វើការរំលឹកគុណគ្រូហើយកីឡាករង៉ែរដ្ឋានោះបាទគឺឈ្នះ 55 ដងបើការប្រកួតនេះគឺបានត្រឹមតែ65 ដងទេឈ្នះនោះគឺបានរហូតដល់55 ដងចាញ់ 8 ដងស្មើ 2 ដងហើយសម្រាប់កីឡាករនំសទឹកប្រកួត 81 ដងបាទគឺលើសង៉ែរដ្ឋាប៉ុន្តែចាញ់រហូតដល់ 17 ដងស្មើគឺគ្មានហើយការដែលកីឡាករនេះប្រជាជនថៃកាន់ជ័យមកហ្នឹងបាទគឺដឹកនាំដោយលោកថៃអូឥឡូវនេះកីឡាករទាំងពីរក៏បានថ្វាយបង្គំគ្រូបាទរួចរាល់ហើយនឹងកំពុងតែស្ដាប់នៅលក្ខន្តិកៈនៃការប្រកួតពីលោកអញ្ញាកណ្ដាលបាទលោកមនីហើយកុំភ្លេចបាទបងប្អូនទស្សនិកជនដែលកំពុងតែតាមដានទស្សនានៅតាមគេឋានកុំភ្លេចបាទគេថាយើងចាប់ផ្ដើមការប្រកួតប្រដាល់បាទល្ងាចថ្ងៃសុក្របាទចាប់ពីថ្ងៃសុក្រទី1កក្កដានេះទៅបាទរៀងរាល់បាទល្ងាចថ្ងៃសុក្រក៏យើងតែងតែនាំមកជូននៅការប្រកួតគូលក្ខណៈអន្តរជាតិ2គូហើយនិងគូលក្ខណៈជាតិ3គូបាទដូច្នេះសូមកុំភ្លេចបងប្អូនដែលបានទស្សនានៅតាមគេឋានកុំភ្លេចតាមដានទស្សនាជាមួយនឹងកម្មវិធីនៃការប្រកួតប្រចាំល្ងាចថ្ងៃសុក្របាទចាប់ពីម៉ោង 5:30 នាទីរៀងរាល់សប្តាហ៍ទៅបាទមានគូប្រដាល់លក្ខណៈមិត្តភាពអន្តរជាតិ2គូនិងគូលក្ខណៈជាតិ3គូបាទសរុបទាំងអស់មាន5គូបាទអញ្ចឹងទស្សនាចាប់ពីសប្តាហ៍នេះទៅបងប្អូននឹងបានទស្សនានៅការជួបគ្នាបាទដ៏ជក់ចិត្តដិតអារម្មណ៍ជាមួយនឹងគូលក្ខណៈមិត្តភាពអន្តរជាតិផងដែរបាទគុណបាទសូមទស្សនានៅទឹកទី1រវាងកីឡាករង៉ែរដ្ឋានិងនំសតេកបាទណែករិចមួយទាត់ស្ដាំឬសតេកបាទកោខៀវនោះគឺកីឡាករប្រជាជនជាតិថៃកោក្រហមកីឡាករប្រជាជនជាតិកម្ពុជាង៉ែរដ្ឋាគីឡូ
ក្រោមចេញឆ្វេងធាក់មកចេញឆ្វេងបាទពីសតែកធាក់មកជើងចំទីពោះមួយអាយ៉ាគណៈអត់ឱកាសបាទគណៈបតៃបតប់គ្នាបន្តិចបាទលោកគីឡូបាទកាប់ចាន់មួយពីសតែកឆ្វេងគាត់កាប់ចានសងវិញស្ដាំធាក់មកជើងចេញពីរដ្ឋាបាទជើងបាទពីសតែកចាក់មកជើងទៅមកបាទអូហូចំកន្លែងប្រដាប់ការពីប្រដាប់បាទណែនឹងកន្លែងរោងចក្រផលិតមនុស្សបាទឥឡូវនេះបាទកំពុងតែកាប់ចាំពីរដ្ឋាមួយជាប់ជើងហើយសងស្ដាំមកវិញពីសតាក់អីយ៉ាយ៉ាមកជើងឆ្វេងពីសតាក់រដ្ឋាចូលព្រាកបាត់រុញទុកខ្សែរែងបាទអូយតែកម្លាំងខ្លាំងព្រាកជង្គង់ពីសតាក់ស្ដាំកាច់បាត់កាយចូលមួយយ៉ាពីសតាក់ស្ដាំណែរដ្ឋារត់ចូលគាត់ស្ដាំពីសតាក់គាត់សងវិញស្ដាំមកជើងទៀតពីរដ្ឋាអោព្រាកតារែងជង្គង់ពីសតាក់ស្ដាំជង្គង់ទុកសងវិញពីរតាបត់កាយចូលឡើងអោព្រាកលោកម៉ាក់សមឿននេះចេញប្រស្អាតម៉ាក់សមឿនជាញ៉ាក្រារត់ធាបណ្ដៃមិនត្រូវគាត់ថាគីឡូក្រោមតរិចមិនដែរជង្គង់ពីសតាក់ស្ដាំអោព្រាកជង្គង់ស្ដាំពីរដ្ឋាជង្គង់ឆ្វេងពីសតាក់ជង្គង់ស្ដាំសងវិញលោកម៉ាក់សមឿនញែកចេញគាត់កាប់ចានមួយស្ដាំតរិចពីសតាក់ធាក់ចេញឆ្វេងគាត់ឆ្វេងអោបបាត់ឯកៃចូលគាត់ស្ដាំមកអោបជើងជាប់ចាប់ទឹកទីមួយសំឡងធំនៅក្នុងព្រះរាជាណាចក្រកម្ពុជាបាទដូចជាអគារវឌ្ឍនៈមូលដ្ឋានចក្របាលផ្លែគេអគារដូរីវរ៉ានៅទីក្រុងកោះពេជ្រសិតតែមានកម្ពស់រហូតដល់38ជាន់ស្ទីលអ្នកលឿងវែងជាងគេនៅកម្ពុជារីអគ្គិសនីកំចាយខេត្តកំពតបាទដែលទទួលស្គាល់លោកខេឈមិនដែលជាស៊ីម៉ង់រឹងមាំគង់វង្សយូរវង្វែងបាទសូមទស្សនាជាបន្តច្រេចចូលរដ្ឋាចូលយ៉ាជាប់លេខខៅស្ដាំមួយពីរដ្ឋាអេកាច់ទប់ខ្សែរែងចាំមើលកាច់ជង្គង់ពីសទឹកជង្គង់ឆ្វេងទៅវិញជង្គង់ពីសទឹកអើយស្ដាំយិតដូចគេទាញព្រួញតរ៉ែចូលមួយឆ្វេងញាក់មួយជើងអីយ៉ាផ្លាកងកាប់តាមមកវិញបណ្ដាត្រូវបាទនៅទៅយលើធាក់មួយជើងឆ្វេងចូលរត់លោតធាក់តែទឹកតាមឡើងជង្គង់អស់មួយចំកែវតែផ្ទៃពោះឥឡូវកាច់រស់កែងជង្គង់ពីស្ទឹកអីយ៉ាបោកមួយណាកែវថាដាក់ពូតអង្គុយលេងមួយធាក់ឆ្វេងគាត់ផ្លាប់បាត់តាមមួយទៀតចូលសងមួយអោបបោកដួលលុយវិញហីមិនចង់ដួលហ៎ចឹងធ្វើឲ្យដួលមើលធាក់ស្ដាំរដ្ឋាចូលក្តាប់ដៃភ្លេងមកមួយអើគ្រាឱកាសរុញចេញបាត់កែងចូលរបស់សទឹកពីកែងហើយរដ្ឋាពាក់មកជើងយកជង្គង់បុកសងវិញនេះមួយកែងបេះទៀតពីរកែងបេះទៀតរបស់សទឹកជង្គង់របស់សទឹកកែងរបស់សទឹកជង្គង់របស់សទឹកស្ដាំជង្គង់ស្ដាំរដ្ឋាអត់ឱកាសជង្គង់របស់សទឹកជង្គង់ស្ដាំរបស់សទឹកបាត់កែងមួយទៀតអូហើយអូគាត់ទឹកលេងកែងខ្លាំងតាមយ៉ា
ជើងបេសតាស្ដាំបាទដូចជាអត់មានឱកាសបាទដូចថារុញរាដែរបាទគៀកគឺបាទចាប់ទឹកបាទឥឡូវនេះបានឈៀងចូលដល់ទឹកទី3ទៅហើយយើងឃើញថានេះនៅទឹកនេះបាទធ្វើឲ្យរដ្ឋារៀងត្រង់ខ្លួនបន្តិចដោយសារនំសទឹកបាទសម្រាប់ទឹកទី3យ៉ាងម៉េចដែរបាទឥឡូវនេះរែកមួយទាត់សងឆ្វេងវិញពីសទឹករដ្ឋាចលោធាក់ចេញឆ្វេងពីសទឹកអីយ៉ាអូហោគាត់កាប់ចានមួយពីរដ្ឋាទឹកចូលឯងកាត់តាមមួយទៀតអើយចូលtrongទឹកលើតាប្លាបតតក្រុមពីរដ្ឋាធាក់ឆ្វេងសងស្ដាំទៅវិញបាទអោគ្រាកាត់ចានរបស់សទឹកមួយស្ដាំអើយគាត់ឆ្វេងពីរដ្ឋាបាទមើលទៅអំបញ្ញមិញគេរដ្ឋាទៅរៀនចូលបើចូលតែត្រូវមិនទៅរៀនចង់ចូលយ៉ាឆ្វេងចាប់ចានខ្យល់មួយពីរដ្ឋាទៅទឹកចូលម្ដងវិញណែម៉ាត់មួយស្ដាំពីរដ្ឋាឆ្វេងស្ដាំពីរដ្ឋាចំដីមកគាត់ក្រាបជាប់ជើងបោងខ្សែរិញជាប់អូយឱកាសបាទឱកាសវាស់សទឹកប៉ុណ្ណេះដោយសាររដ្ឋាតាមខ្សែរិញបាទគេថាវាយដល់ឆ្លាតដូរជើងទាត់មួយហក់ចូលនៅសណ្ដៅយកជង្គង់បុកប្រយ័ត្នកែងមួយស្ដាំបាទពីសទឹកជង្គង់បុកពីរដ្ឋាជង្គង់ពីសទឹកឆ្វេងបើញ៉ាកដាលញ៉ៃចេញបាទការគឺអន្តរជាតិទី1ឯងបាទសទឹកចូលឡើងជង្គង់ស្ដាំណែពុកកែងឡើងវិញពីរដ្ឋាជង្គង់ឆ្វេងពីរដ្ឋាយករុះកែងជង្គង់សងវិញជង្គង់ទៅមកជង្គង់ទៅសទឹកឆ្វេងជង្គង់មកវិញអព្រាកជង្គង់ស្ដាំរបស់សទឹកលោកអាញាកណ្ដាលញ៉ែចេញផុតទៅមកគាត់ក្រោមវាសទឹកគាត់ក្រោមវាសទឹកសងស្រាំអោបជាប់ហើយអីយ៉ាឱកាសយ៉ាងម៉េចដែរយ៉ាចេញគាត់ស្ដាំមេរដ្ឋាហើយឆ្វេងស្ដាំមេរដ្ឋាជង្គង់ចាប់ទឹកទី3ទី1ទឹកទី4បាទរវាងកីឡាករង៉ែរដ្ឋានិងកីឡាករនំសទឹកដែលជាកីឡាកររបស់ព្រះរាជាណាចក្រថៃបាទកំភ្លេចគេស៊ីមិនមកចង់បានទីឋានរឹងមាំមានទាំងស៊ីម៉ង់បាទគេស៊ីមិននឹងមានទាំងស៊ីម៉ង់ពោតបាទដែលធ្វើឲ្យគេឋានរបស់លោកអ្នករឹងមាំគង់វង្សយូរវែងហើយ KCU Up នោះបាទគឺជាក្រុមហ៊ុនបញ្ចាំធំជាងគេបញ្ចាំតាំងពីម៉ូតូគ្រឿងអលង្ការកាបត្រីឡានរថយន្តបានបញ្ចប់ទាំងអស់តម្លៃការប្រាក់គឺសំរុំបាទទៀតសំរុំយើងកថាថោកសំរុំបាទទៀតសំរុំ KCU Up ជួម្ដងសម្រាប់ចំណងតារាដរិចឲ្យទាត់ស្ដាំដរិចចូលព្រាកជង្គង់បាទជង្គង់សងវិញជង្គង់បុកជង្គង់ចំផ្ទៃពោះបាទធាក់មួយជើងទៀតបេសតេករដ្ឋាចូលធាក់វិញឆ្វេងរដ្ឋឆ្វេងកាប់ចានធំសងកាប់ចានទៅវិញអីយ៉ាអានេះគេហៅថាអើយទៅមកកុំឲ្យចាញ់ញ៉ាគេពេក
ថាកុំឲ្យចាញ់ញ៉ាគេលេងអីឈឺតែឯងខ្ញុំក៏ចេះវាយឈឺដែរបាទជង្គង់វាសទឹកឆ្វេងជង្គង់ស្ដាំរៀងមកជង្គង់ស្ដាំមួយទៀតជង្គង់ស្ដាំមួយទៀតវាសទឹកជង្គង់ស្ដាំមួយទៀតជង្គង់មួយទៀតរត់ថារុះកែងនេះទុកកែងចូលមួយបាទចាំបដាប់ចិត្តជង្គង់វាសទឹកឆ្វេងសងស្ដាំមកវិញរត់ឆ្វេងទៅវិញស្ដាំរបស់សទឹកអូអីយ៉ាលុបដូចយឹតមកទេងមកលើកភូទុយសម្រាប់សិនហើយរដ្ឋាអាចទៅរួចអត់រដ្ឋា7ជង្គង់ទៅរួចទេរដ្ឋា8มันអាចទៅរួចទេបាទព្រោះថាជង្គង់ពេកអាណាទ្រាំបានលោកអាយបន្តការប្រកួតអូហូយមិញលើអាញានេះមើលបន្តការប្រកួតទេសូមមកជាស្រ័យបងលេងលើអាញាកដាលសម្បត្តិណានេះគឺរាប់បញ្ចប់ត្រឹម8ចរិចណែខៅស្ដាំរបស់សទឹកហើយក្រោមស្ដាំជង្គង់របស់សទឹកជង្គង់ទៀតអុកជង្គង់ទៀតអុកកែងមួយទៀតរាប់ថាថយចប់ទឹកទី4ចេញក្រៅស៊ីកេឡោសូមទស្សនានៅទឹកទី5គួរអន្តរជាតិនេះជង្គង់បាទហើយឡាយសងវិញមិនជង្គង់ស្ដាំតែងមកឆ្វេងទៀតមកនេះអូយចូលកន្លែងចង់ដង្ហើមនេះមួយជង្គង់ឡើងដោចង្កេះទៀតមកយឹតមួយជង្គង់ទៀតអូយចង់ដង្ហើមសម្រាប់អាសិនឥឡូវទាត់ស្ដាំមេរថាហើយមួយផុតបាទថានៅតែមានកម្លាំងចិត្តបាទទាត់ស្ដាំមេរថាអើព្រាកជង្គង់បោកអូយមិនដួលទេគាត់ឆ្វេងទេថាវាជាប់ជើងគាត់ស្ដាំចូលក្តៀបទឹកមួយអោព្រាកជង្គង់យកទៅទុកជង្គង់ស្ដាំវាសទឹកផងឆ្វេងទៅវិញស្ដាំវាសទឹកអើយរលម្ដាយទៀតចេញបាទរដ្ឋាទឹកចិត្តទៀតចេញមកសិនមកបង្គាគេពេកគាត់ក្រោមរដ្ឋាតែក្រោយនេះចូលមកហើយគាត់កាប់ចានមួយថតអូហូយញ៉លដៃឱកាសរដ្ឋាធ្វើយ៉ាងម៉េចមើលឆ្វេងមួយពីរដ្ឋាគាត់ឆ្វេងសងទៅវិញធាក់មកជើងខាងទៀតពីសត្វគាត់ស្ដាំមួយគាត់ស្ដាំផុតមួយទៀតវាយក្រោមឲ្យខៅឲ្យមួយជង្គង់ទៀតពីសត្វអូយជង្គង់ឆ្វេងពីរដ្ឋាបាទលើអាញាកណ្ដាលងាយចេញយ៉ាចេញគាត់ឆ្វេងពីរដ្ឋាបាទគាត់ស្ដាំជាប់ជើងអីយ៉ាមកចូលមកជើងទៀតអូយគេហៅថាច្រែងទុបវិញអីមិនអោបកកជាប់អញ្ចឹងអត់ឱកាសទេមើលមិនស្រួលពាក់វាយកគេច្រកវាយកទាត់ស្ដាំចរិចចូលផ្នែកបាទគេហៅរទះជើងហោះស្ដាំជាប់គាត់ស្ដាំសងវិញគាត់ស្ដាំហេងរបស់សតាក់គាត់ថាគាត់ស្ដាំរៀកជង្គង់ស្ដាំបុកជង្គង់ឆ្វេងសងវិញស្ដាំមកបុកតែបាត់កែងចូលមួយស្ដាំរុះកែងមកទៀតសងរុះកែងមកវិញឆ្វេងជង្គង់ស្ដាំរបស់សតាក់លើញ៉ាកដាលញែកចេញ
ការប្រកួតជាម្ដងទៀតចាប់ទឹកទី5ដល់ហើយបាទអរលោកស្រីនៅនឹងកញ្ញាទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីហើយសម្រាប់លោកចៅក្រមសម្រាប់គូអន្តរជាតិនេះគឺទី1លោកខុនច័ន្ទកនវត្តលោកឡុងសេលីនលោកយឹមសខុមលោកនួនបូរ៉ានិងលោកឡុងវ៉ាន់ថនបាទឥឡូវនេះលោកម៉ាក់សមឿនដែលជាអាជ្ញាកណ្ដាលកំពុងតែប្រមូលនៅបន្ទុកពីលោកចៅក្រមតើង៉ែតរដ្ឋាឬក៏នំសតុកដែលជាអ្នកទទួលជ័យជំនះអរលោកលោកស្រីអ្នកនាងកញ្ញាទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីនេះគឺជាថ្ងៃទី1នៃការចាប់ផ្ដើមបាទនៅកំពូលអ្នកប្រដាល់អន្តរជាតិ K-Shimen បាទមានទេសនារូបភាពយឺតជង្គង់នេះគេថាបុកជង្គង់សងវិញជង្គង់ស្ដាំទៅទៀតបាទឱកាសយ៉ាងម៉េចជឿមើលថាអាយ៉ាបីបាត់ទៅមកកែងឥឡូវយើងស្ដាប់លទ្ធផល បង្គោលខៀវកីឡាករ បង្គោលខៀវ ឈ្នះបង្គោលក្រហមដោយពិន្ទុ រដ្ឋាដោយពិន្ទុ